ហើយចុះបើមានតែត្រៃអត់ប្រាក់សកត់ត្រៃបានទេណាហ្នឹងមិនចេះហ្នឹងហើយរឿងហ្នឹងគឺរឿងបតបប្រសំទេប៉ុន្តែបើយើងនិយាយរាល់ថ្ងៃនេះបើហែកឋិនបានលុយតិចចោលទៅការមិនសប្បាយចិត្តទេមែនទេអញ្ចឹងហើយបានជាអ្នកក្រល្មមមិនហ៊ានធ្វើកឋិនទេហ្នឹងហើយដល់ប្រាក់រាប់លានអីណោះនឹងមកពីការនិយមទេប៉ុន្តែការអនុញ្ញាតរបស់ព្រះអង្គហ្នឹងគឺមិនសំដៅលើអ្វីក្រៅពីត្រៃជីវរទេអញ្ចឹងវត្ថុសម្រាប់ធ្វើកឋិនហ្នឹងមានតែ3មុខហ្នឹងប៉ុន្តែ3មុខហ្នឹងមិនចាំបាច់ទល់តែមានត្រៃធំមួយត្រៃហ្នឹងទៅនោះទេប៉ុន្តែបើយើងមានលទ្ធភាពរៀបចំក៏ល្អដែរនឹងចឹងចេះអស់ប៉ុណ្ណឹងកឋិនមានស្អីប៉ុណ្ណាហើយគ្រាន់តែហែទៅនឹងកាលពេលវេលាយើងចាំគ្រប់គ្នាហើយអនោចខែអសុចហើយនឹងខ្នើតខែកដឹកជាកាលទានមានពេលកំណត់ច្បាស់លាស់អញ្ចឹងកឋិនប៉ុណ្ណឹងចុះណាសួរម្ដងទៀតកឋិនឬគល់របស់កឋិនស្អីចេះតែប៉ុណ្ណឹងបានហើយហើយចុះវត្ថុធ្វើកឋិនស្អីត្រៃជីវរហ្នឹងហើយគឺត្រៃជីវរហ្នឹងឯងណាហើយអានិសង្ឃជាពិសេសញាតិញោមចង់បានអានិសង្ឃណាមែនទេណាអានិសង្ឃតាមពិតទៅគម្ពីរបត្រៃវិដកអត្តកថានឹងលោកមិនបានសម្ដែងថាអានិសង្ឃកឋិននឹងមានប្រមាណនោះទេមានគម្ពីរដីកាដែលអាចារ្យខ្លះសរសេរទេថាអានិសង្ឃរបស់ញាតិញោមនឹង5បើអាត្មាធ្វើបុណ្យអាត្មាមិនយកទេ5អានិសង្ឃបុណ្យសរុបមកគឺព្រះអង្គសម្ដែងថាសัพពមេតេនលបតិសេចក្តីប្រាថ្នាគ្រប់យ៉ាងបានដោយសារបុណ្យវាគ្រាន់តែជាឈ្មោះនៃការធ្វើផ្សេងៗឧទាហរណ៍ញាតិញោមធ្វើស្រូវជាការពិតហើយលទ្ធផលគឺបានស្រូវប៉ុន្តែនៅពេលដែលលក់ស្រូវមិនមែនទិញតែស្រូវវិញទេទៅតដឹងប្រពន្ធក៏បានដែរមិនអត់ឲ្យតែមានច្រើនទៅទិញឡានទៅទិញម៉ូតូទៅទិញស្អីទឹកស៊ីវបានទេបានណាបុណ្យហ្នឹងគឺថាអាចបានគ្រប់ច្រកលហកទាំងអស់នៅពេលដែលវាឲ្យបដិសន្ធិហ្នឹងតែមួយខណៈប៉ុន្តែនៅពេលដែលឲ្យសម្រេចផលវិញគឺបានច្រើនឧទាហរណ៍បាបក៏ដូចគ្នាចឹងដែរនៅពេលដែលយើងលួចទ្រព្យរបស់គេដាច់សិលមិនមែនបាបហ្នឹងឲ្យយើងមកវិញបាត់តែទ្រព្យទេពេលធ្លាក់នរកឆេះភ្លើងទេទុកច្រើនទេច្រើននឹងចឹងរឿងអានិសង្ឃ1 2 3អានឹងវាគ្រាន់តែជាលក្ខណៈពិសេសណាលក្ខណៈពិសេសថាភាកច្រើនវាបានអញ្ចឹងគេដូចត្រៃជីវរនឹងវាបានរូបស្អាតចេះអានឹងវាជាលក្ខណៈពិសេសទេប៉ុន្តែបើអាត្មាធ្វើបុណ្យវាអាត្មាអត់ប្រាថ្នាចង់បានប៉ុណ្្នឹងឯងអាត្មាចង់បានទាំងអស់ហ្នឹងទៅមកតែស្អីក៏បានដែរដូចមានលុយអញ្ចឹងហើយបើសិនជាអានិសង្ឃខំធ្វើសឹងអីគ្រាន់បានរូបស្អាតបានសម្បល់ស្អាតតែប៉ុណ្្នឹងវាមិនគ្រប់ហ៎មិនគ្រប់ទេមែនអត់មិនគ្រប់ទេនៅក្នុងនិធិកណ្ឌសោតព្រះអង្គសម្ដែងចឹងថាតាំងពីសម្បត្តិមនុស្សមាននុសកាចសម្បត្តិទេវលោកេចយេរតិយាចនិព្វានសម្បត្តិសัพពមេតេនលបតិណាសម្បត្តិជារបស់មនុស្សណាផងសម្បត្តិសេចក្តីត្រេកអរក្នុងទេវលោកណាផងសម្បត្តិគឺព្រះនិព្វានណាផងសម្បត្តិទាំងអស់រមែងបានដោយបុណ្យព្រះអង្គមិនបានប្រាប់ថាបុណ្យអីទេឲ្យតែបុណ្យគ្រប់គ្រាន់ញាតិញោមហើយយកតែ5ហ្នឹងបើស្មាឲ្យច្រើនជាងហ្នឹងយកទេហ្នឹងយកឲ្យច្រើនជាងហ្នឹងទៅណាហ្នឹងស្អីក៏បានដែរណាកុំឲ្យវាខ្វះនឹងកុំទៅសួរលោកថាបានអានិសង្ឃប្រមាណហើយបើលោកឲ្យតែ5ហ្នឹងឲ្យតែ5សុសារតារូបល្អសុសន្ធានាទ្រង់ទ្រាយល្អសវណ្ណតាសម្បូរល្អហើយចុះល្អហ្នឹងរត់ក្រៅពីអាល្អហ្នឹងអត់បានទេចុះហ្នឹង
mà cả cô cả đây tiết để dân trâu cả dân ruột nấu mến thấm trâu cả tờ rụp là o sầm lên với ruột rồi có phần năng hay trong còi từ ban ao là ta và san rồi có ban đã chạm cả vọt tờ ri chia họ tệ ban đã chạm cả vọt cho pem toàn ban luôn ọt đấy giờ nó nhìn không nâng ai ở vô đăng ở tràn tích ở đăng thạc bốn từ lùm từ lề nè anh mà priệp thiệp thầm lối nâng đâu sẽ đang về phong lối tinh là bọc là bán này vẫn là bọn thà bà miền bốn xây của bà này sắp và mê tế nè làm vật tệ miền lưới có đôi xa ông này bọn đây bàn miền miền ấy nâng ai chẳng bà nhận nhôm trong đăng thà ta xông cả na ban an đi xong bà mán nè cùng vô bà mán nó vô tầng o tầng mong tới trong bàn đây vô nâng tới nè ôi tới bốn group còn nè bốn group còn với con để lẹ cả nạp bị xe hình trẻ ưu tiên họ thà nên ở nào chia nó vô ca nó nông prey vô tứ bô chia prechát đầy bà sân chị ôi sẽ ban tận năng màu vây ngó bên nén si tập ca nông prey là hồ tới cả thiệt khỏi á nhưng cực mơ con tay lẹ cả nạp bị xe rồi bao niếng đo từ miếng ban chỉ tệp thị đá nó cứ tha phật sát đôi mìa po sầm bol niêng đôi ca là nông đôi tha sátแต่ម្ដងអានឹងគ្រាន់តែជាលក្ខណៈពិសេសដែលកើតអំពីទៀននឹងដោយចំពោះប៉ុន្តែស្អីទៀតមានប្រាសាទមានវិមានមានបរិវារមានរាជរដ្ឋមានគ្រប់គ្រឿងទាំងអស់ហើយរាប់មិនអស់ណោះហ្នឹងហើយអញ្ចឹងអានេះវាគ្រាន់តែជាលក្ខណៈពិសេសមួយទេដូចជាទុក្កតបរោះប្រកេនត្រីសាច់ត្រីថ្ពិនដល់ព្រះសម្មាសម្ពុទ្ធសម័យមុនកាសបៈសម័យមុនដល់តែមកកើតនៅក្នុងត្រកូលអ្នកមានមកចូលចិត្តតែឆាន់ត្រីថ្ពិនហ្នឹងឯងអានោះវាជាលក្ខណៈពិសេសធ្លាប់ធ្វើរឿងហ្នឹងប៉ុន្តែក្រៅពីនឹងនៅមានត្រកូលពងពោះនៅមានទ្រព្យសម្បត្តិនៅមានអារម្មណ៍ជាទីប្រាថ្នាគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងអានិសង្សដោយចំពោះនោះវាមានដោយសារអារម្មណ៍នៃទៀនហ្នឹងតែប៉ុណ្ណោះទេតែក្រៅពីនោះប្រាថ្នាអ្វីក្រៅពីនោះក៏បានដែរដូចយើងជាអ្នកកសិករអញ្ចឹងគ្រាន់តែលក្ខណៈពិសេសដែលយើងធ្វើស្រែមួយចំណែកហ្នឹងគឺបានស្រូវយើងទុកពូជស្រូវប៉ុន្តែមិនមែនទៅទិញតែស្រូវវិញទេទៅទិញអីប្រើប្រាស់សពគ្រប់បែបយ៉ាងឲ្យតែបានច្រើនមែនទេ